Ô trời ạ. Mỏi quay đi nha. Mắt này. Nè, top này. Giờ top đong, giờ top. Ok. Wow. Chụp dây. Wow បើទោះបីជាការធ្វើដំណើររបស់ពួកយើងមើលទៅវារៀងលំបាកបន្តិចមែនប៉ុន្តែអ្វីដែលពួកយើងទទួលបាននោះគឺភាពសប្បាយរីករាយទីសភាពដ៏ស្រស់ស្អាតនិងទីកន្លែងដ៏ស្ងប់ស្ងាត់ហើយការចំណាយពេល2ថ្ងៃមួយយប់នេះគឺពិតជាមិនខកបំណងទេសួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូធ្វើដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ទំនប់វារីអគ្គិសនីគិរីរម្យទី1ហើយទំនប់វារីអគ្គិសនីនេះគឺភាគច្រើនមិនសូវមានអ្នកស្គាល់ទេអាចថាមានអ្នកទៅលេងមួយចំនួនដែរប៉ុន្តែមិនសូវជាមានការផ្សព្វផ្សាយឲ្យទូលំទូលាយទេបើសិនជាចង់ដឹងថាការធ្វើដំណើរកម្សាន្តរបស់ពួកខ្ញុំទៅកាន់ទំនប់វារីអគ្គិសនីនេះមានភាពសប្បាយរីករាយយ៉ាងណានោះក៏សូមទស្សនាដូចតទៅហ្នឹងហើយអ្នកនរគ្នាហើយសម្រាប់ផ្លូវដែលឡើងទៅកាន់ទំនប់នោះគឺជាផ្លូវដែលភ្ជាប់ពីផ្លូវជាលេខ4ឡើងទៅដល់ទំនប់តែម្ដងហើយផ្លូវនេះគឺមានរយៈចម្ងាយប្រហែលជា7គីឡូម៉ែត្រហើយសម្រាប់ផ្លូវចូលទៅហ្នឹងគឺមានអ្នកយាមគាត់មកសាកសួរយើងអញ្ចឹងណាថាយើងចូលធ្វើអីទៅណាអញ្ចឹងណាហើយយើងប្រាប់គាត់តាមហ្នឹងទៅហើយបើសិនជាអាចយើងមានទឹកចិត្តជូនជាថវិកាឬក៏ជាទឹកតែគាត់តិចតួចអញ្ចឹងទៅហើយសម្រាប់ផ្លូវឡើងគឺពិតជាចោតខ្លាំងមែនតើចោតដល់ថ្នាក់ថាបើសិនជាម៉ូតូម៉ូអីគឺច្បាស់ជាទៅអត់រួចទេហើយម៉ូតូពួកខ្ញុំនេះគឺប្រឹងខ្លាំងមែនតើអីទ្រាំតែឡើងទៅដល់ហើយក៏វាស៊ីសាំងអស់ច្រើនដែរក៏ប៉ុន្តែដោយសារតែផ្លូវវាចោតខ្លាំងទើបធ្វើឲ្យពួកយើងចំណាយពេលតិចនៅក្នុងការឡើងដល់កំពូលភ្នំអញ្ចឹងណាហើយសម្រាប់ផ្លូវនៅទីនោះគឺពិតជាស្ងប់ស្ងាត់ហើយ fresh មែនតើតែម្ដងហើយខាងលើគឺយើងអាចឃើញអីគឺមានជាបកគោខ្សែភ្លើងជាអីចឹងទៅណ៎ប៉ុន្តែអត់មានមនុស្សទេហើយមានស្វាមានអីដែរអ្នកគ្នាមានសត្វស្វាមានសត្វតូចដែលអាចយើងមើលតាមផ្លូវចឹងណាហ្នឹងហើយពិតជាសប្បាយហើយខែហ្នឹងខែក្តៅប៉ុន្តែបើជាក់ស្ដែងគឺអត់សូវក្តៅខ្លាំងទេគឺមានខ្យល់ត្រជាក់អាកាសធាតុត្រជាក់ហើយព្រៃឈើអីគឺនៅខៀវអីគួរសមដែរអញ្ចឹងណាហើយសម្រាប់ផ្លូវដែលយើងទៅដល់ហ្នឹងគឺយើងអត់ជិះតាមផ្លូវបេតុងរហូតទេគឺយើងជិះចូលតាមផ្លូវអបរ៉ូតខ្លះហើយផ្លូវគឺមានឧបសគ្គមួយចំនួនដែរអ្នកគ្នាអាចឃើញបានគឺមានដើមឈើអលំបាំងមុខអីចឹងណាហើយកន្លែងខ្លះគឺចោតខ្លាំងយ៉ាងទៅកន្លែងខ្លះមានកឡុកហើយកន្លែងខ្លះទៀតគឺឆ្លងទឹកមានស្ពានមានអីយ៉ាងទៅអ្នកគ្នាអាចឃើញបានBác sư ơi, bác sư ơi. Đây. Chào phố. Má này, bạn bên đây này. Bên nào, bên nào, bên nào. Ui. Dập chặt nè, dập chặt nè. Bây giờ chặt nè nha dương, nhiệt xe chặt nè. À, đó này. Tôi cho. Chụp. Đó đi tăng đi, đó đi tăng. Nè, coi lên này. Không nhầm được thon một. Đi đai mưa nữa. Đi đai mưa ở đây này. Wow. Tại sừng khăn cho ấy thoáng mắt ấy gì. Cho ấy thoáng ở đây gì. Cho ấy thoáng ở đây gì. Này cái miếng lái sợi trơn đó. Cái sợi trơn này.
ai mà to nhưng ta muối chân đấy ok đây muối chân có mà lại mới camera bằng to tôi lại bắn cho có hơi tầm mới con khơi nhật men tặng men nè khối cái đây khối đây cho con với châu thôi này cho lấy thoáng quá thoáng cũng nghĩa thoáng dùng cái thắt ấy vô cùng nét show phần này này đây bán nhẹ khối tao mất tới chết mọi bài đón tới muối ấy đấy nhóm tóc chất tao đóng muối á nằm nào em ra tay vậy muối á bóng lưới công ty nhá còn top 3 này muối á con muối bực không á ai cho lại chơi cho nào là chơi dòng hàng không cho chơi dòng muối chập ok dạ thoáng này mà phân mất chứ sao mà tối này không phải bán mua đây lấy bạn mua ghé mau đi mong bạn mua ghé vô chương đi về bạn mua ghé bạn mua ghé vô chương vụ nhồi chi tí rồi con đi na cho một con đây ai mau quay đi nhá mà này nè không này ok try mau tiếp chơi thành quay mà không phải chơi mơ ok mà tròn mình tích quay tích ok ta tròn hốt ok tròn hốt lấy mà tôi với ban slong spin hai ấy spin chơi cầm sạch bà hay tôi để dập trên cái gương tàu ADV đi sao về đường thống chân dừng bị giặt tích ok chân kia dưỡng và tôi bị bạn là slong mà tôi hái chùm lon mà tôi hái cái dương thò đục lên dương chung chơi sờ bài chật nè chạm tàu ADV phê dương kia mấy bà cái mồi tha lưới tới sầm le nhà lấy ở mưa một tí cho cái mồi tha là bay ra sầm lé nhá ok biết đâu rồi now we are here on the mountain xua đây nè tao ngồi cái này à lời dương mà đào lời phnom kri rồi mấy bạt dương vừa đập na từ bọc tăng nơi tầm nục và đi cái sân ý gì rồng tí mùi bà này cứ tắc hay giờ lấy cái dân làng mà đó lấy tôm rom tại làng mà đó cứ dân trên này về điện phụ xong đá hơi xong rồi play với cứ về chào chúc chay Water too much. Hello, how are you? Beautiful. Damn. Damn it. tí bom phật cứ dương mà đó lấy bà yeah ô tật trở ra gặp ngắt lo mình tên
ឥឡូវពួកខ្ញុំមកដល់កន្លែងបោះតង់ហើយអ្នកគ្នាអាចមើលឃើញបានគឺមានទឹកមានអីទេសភាពស្អាតមែនតើគឺថ្ងៃជិតលិចអញ្ចឹងណា ទូលនោះឡើងលើទូលដល់កន្លែង flare ហ្នឹងអូខេអូខេយ៉ាវ៉ាវលយដាក់ជួយស្ដាំយ៉ាដេមពវល់ខ្លួនមកចំរ៉ូមែនទិកសង់សម៉ងមួយសង់សម៉ងដេម ហើយគាត់ម្នាក់នេះគឺឈ្មោះណាលីគាត់ជាមិត្តភក្តិរបស់ខ្ញុំអញ្ចឹងណាហើយនេះគឺខ្ញុំកំពុងតែប្រកាសភ្លើងតែអ្នកគ្នាអាចឃើញគឺប្រកាសអត់ងាយឆេះទេដោយសារតែវាក្តៅហើយវាខ្យល់ហើយវាអត់មានអីប្រកាសអញ្ចឹងណាហើយនេះគឺពេលល្ងាចថ្ងៃជិតលិចអីគឺស្អាតមែនតើនេះគឺក្រុមការងារខ្ញុំមួយទៀតគឺគាត់កំពុងតែបបកត្រីហើយជាក់ស្ដែងគឺបបកអត់បានទេអត់មានត្រីទេហើយដោយសារតែវាមានគ្រោះច្រើនពេកទើបយើងកាត់ស្មៅយកមកក្រាល IQ កាត់ស្មៅយកមកក្រាលក្រោមយើងក្រាលតង់ពីលើ បាយជាងថ្មយ សួរថាហេតុអីបាន admin អត់ជ្រើមជ្រួលភាសា admin មានពូកហើយ ហើយគេគ្រប់គ្នាគេមាន sleeping bed គេមានអីកម្រាលគ្រប់គ្នាដល់ពេលយើងមកពឹងអាតង់របស់គេហ្នឹងមានអីណាមកក្រាលដីនឹងថ្មបណ្ដោយតែឡើយដីដោះស្រាយបានហើយមើលលើចាប់បាត់ហើយ This is called ឆ្នាំងបាយអូមកមួយថ្ងៃក្រហមងាំងលយមកពី3ដងទៀតក៏មកដែរនេះលូត អូនឃើញហើយរុញនេះតលើ សួស្តីអ្នកគ្នាឥឡូវម៉ោង 6:53 នាទីចិត្តម៉ោង 7 ហើយគឺយើងរៀបចំតង់ហើយប៉ុន្តែយើងនៅធ្វើម្ហូបកំពុងតែធ្វើម្ហូបអត់ទាន់ហើយទេប្រហែលជាម៉ោង 8 ជាងមិនបានហូបអញ្ចឹងណានេះគឺប្រូណាលីប្រូជក់ឆ្នាំអូខេហើយយើងមើលទៅលើគឺយើងឃើញផ្កាយកុំចាំង7ដាក់វាមិនបានមើលអូខេឥឡូវយើងដើរទៅចិត្តទៀតតង់របស់យើងគឺមាន4 1 2 3 4ហើយខាងចង់តង់នេះគឺយើងជុំវិញទៅដោយទឹកតែម្ដងបាទឥឡូវយើងកំពុងតែស្លហើយដាំបាយហើយនេះគឺជាភ្លើងដែលយើងបានរៀបចំបាទយើងមានកូន speaker មួយសម្រាប់ចាក់កំដរហើយអីតូចយើងមានហ្គីតាសម្រាប់ឲ្យសិល្បកររបស់យើងហ្នឹងគាត់បំពេពេលរាត្រីអូខេនេះគឺទឹកអធិស្ឋានផងវីដេអូនេះគឺខ្ញុំនិយាយដូចជាមិនសូវជាល្អប្រហែលនេះប៉ុន្តែអ្នកគ្នាខ្ញុំគាត់តែចង់ចែកម្លែកនៅអ្វីដែលខ្ញុំបានមកហើយបានឆ្លងកាត់ទាំងអារម្មណ៍ទាំងទេសភាពទាំងអ្វីគ្រប់យ៉ាងដែលយើងបានមកពីធ្វើហ្នឹងគឺយើងចែកម្លែកសម្រាប់អ្នកដែលគាត់អត់មានឱកាសគាត់រវល់អញ្ចឹងណាហើយពួកខ្ញុំក៏រវល់ដែរប៉ុន្តែឆ្លៀតក្នុងកំឡុងពេលចូលឆ្នាំចិននេះគឺយើងឆ្លៀតបបួលគ្នាតាមពិតមិនមែនជាមានកម្រងអីវែងឆ្ងាយទេគឺបបួលគ្នាលេងក៏មកហើយសម្បីទីតាំងនេះផ្ទាល់ក៏ដោយក៏មិនមានអ្នកណាដឹងពីមុនមកដែរគឺយើងបាន search Google Map មើលលេងទៅឃើញមានទឹកមានអីចឹងណាហើយក៏បានស្រាវជ្រាវមកសួរផ្លូវគេខ្លះអីខ្លះមកអូខេហើយអ្នកនេះអាចមើលថ្មីទៅហើយមកគ្នាមកហ្នឹងhow we survive គិតសពគ្រប់បែបយ៉ាងថាខ្លាចមានខ្វះអីឥឡូវនៅខ្វះមែនគឺផ្លេចអត់មានសាព្រាក៏អត់វែកក៏អត់ឥឡូវបងកែច្នៃកាត់សបកដបតោកាត់សបកដបធ្វើសាព្រាធ្វើវែកនេះចាំមើលដឹងមិនទេដឹងកើទេចាំមើលសិនហាមតាក្រូចមកអែមហ៎ណែទៅលើហ៎ភេធំហ៎ស្អាតណាមើលលើកណាអូយយ៉ាអែមបាត់ រោភ្លើងតិចមក
vậy rồi bà bà tô bà thấy vừa sờ lôi bà bên đi ập đẹp khúc sự cam phiệp miền khúc được à và ấy này nâng mà này bà đi tràn tiếng bộ hơi đi tràn mà vô thời chỉ tràn đã sách áng bà chu chơi chơi sọt ấy giờ chơi viên đi hãy bổng ba anh lưu việc lẹ tới việc ăn sọp á cái sách cô này cái cô chấp ân đó đấy sách thôi đấy nhọn máy nhé trùng màu này chúc mà thả bò tông mấy hạt bò tông can lại nhỉ can lại nhỉ màสำหรับจะได้ข่าวบ่า สบายซ้อน แต่เลยยังจับได้มันเลือกกูยังแต่ละ อะไรกระบายกระโบทางไปแหละใส่มาดอมโจเพลิงโจแท้อะไรเอาเกลียงเส้นจำได้โจเป็นเส้นจะใส่เงินเพลิงนั่นอะไรเล็ก ហ្នឹងហើយអ្នកទាំងអស់គ្នាមកដល់កន្លែងនេះគឺពួកយើងបានតាមបាយស្លហើយអាំងសាច់ដើម្បីធ្វើជាអាហារពេលល្ងាចសម្រាប់ពួកយើងនៅថ្ងៃនេះហើយតាមមើលរូបភាពម្ហូបដូចជាមិនសូវជាតំណងប្រហែលទេអ្នកនរគ្នាដោយសារតែយើងខ្វះខាតច្រើនមែនទែនតាំងពីចានសាប់ព្រាវែកគឺយើងខ្វះខាតទាំងអស់ហើយទៅទៅនឹងសម្ភារៈបោះតង់ក៏យើងខ្វះខាតដែរអត់ទាន់បានរៀបចំឲ្យស្រួលទេបងសុំសួរមួយបងសម្រាប់មហូបតែបានអីទេបងមហូបនេះអស់ហើយអស់ហើយបើថតលេនចឹងម៉ានលើម៉ានទេបងបានបើខ្ញុំវិញខ្ញុំឲ្យ9លើ10 9លើ10អូច្រើនដែរអែមខ្ញុំឲ្យ11លើ10 11ជួយលើមានតែ10ឡើងដល់11ទៀតកប់សារីទៀតលើថាគេឥឡូវសួរតែប៉ុណ្ណឹងបានហើយខ្ញុំដាច់បាយឡើយគេស៊ីអស់អូខេ1 2 ហ្នឹងហើយអ្នកទាំងអស់គ្នាដោយសារតែពេលយប់ហ្នឹងគឺតិចខ្លាំងមែនទែនហើយពួកយើងក៏បានដើររកអស់ដើម្បីដល់បន្ថែមហើយមួយទៀតដោយសារតែទូរស័ព្ទរបស់ខ្ញុំបានអស់ថ្មហើយក៏យើងបានផ្អាកថតពេលយប់សិនឥឡូវគឺឈានមកដល់ពេលព្រឹកហើយពេលព្រឹកអ្នកគ្នាអាចមើលបានគឺពិតជា fresh ខ្លាំងមែនទែនហើយគឺបើសម្រាប់អាកាសធាតុគឺល្ងាខ្លាំងមែនទែនតែម្ដងហើយនេះគឺជាម៉ោងប្រហែលជា5ទៅ6ព្រឹកស្ដី Good morning អ្នកគ្នាឥឡូវគឺព្រឹកហើយជាម៉ោង6ជាងហើយថ្ងៃក៏ចាប់ដើមផ្ទះចិត្តដែរអូខេហើយគ្នាខ្ញុំដោយសារតែតិចពេកខ្ញុំគឺក្រោកតាំងពីម៉ោង5ជាខ្លាំងហើយឥឡូវគឺយើង enjoy នឹង view បងប្អូនគ្នាបាទយើងបានកាត់ភ្លើងអីឡើងវិញហើយក៏មានអ្នកខ្លះក៏ដាំបបរដាំអីចឹងណាហ្នឹងហើយហើយឥឡូវហ្នឹងមានអីចម្លែកខ្ញុំមើលខ្ញុំឲ្យមើលថាសិលមិញហ្នឹងវាមានរឿងថ្មីចម្លែកច្រើនឥឡូវហ្នឹងក៏វាមានអីចម្លែកច្រើនដែរដោយសារតែមកហ្នឹងគឺអត់មាន tripod ដាក់ទូរស័ព្ទដាក់អីកាមេរ៉ាថតអីទេផ្លេចដល់ពេលអញ្ចឹងយើងមានតែកែច្នៃនេះយកម៉ូតូធ្វើ tripod ដើម្បីថតផ្លែអ្នកគ្នាយកម៉ូតូយកមកដាក់ time lapse ចោលឥឡូវតែផលមិនមើលដាក់តថ្ងៃរះហ្មងអូខេហើយបើនិយាយពីពេលនេះគឺថាខ្យល់ខ្លាំងហើយតិចហើយជាមួយនឹងទឹកអរគ្នាឲ្យលឺសលេងទឹកគាត់ទឹកវារួមដូចស្តៀងនៅសមុទ្រដែរទឹកថ្លាហើយទឹកអាឡូកប៉ុន្តែទឹកអត់បានចុះមួយដោយសារល្ងាចវិញតាំងងាចមិញរវល់ដល់យប់ជាអត់មានណាមួយទឹកបណ្ដោយជាមួយថ្ងៃហ្នឹងបានមួយទឹកអត់ខ្ញុំមើលថតឲ្យអ្នកគ្នាមើលទៀតខ្ញុំសូមនិយាយបន្ថែមទៀតអ្នកទាំងអស់គ្នាអាចឃើញអីគឺទេសភាពស្អាតថ្ងៃរះហើយទឹកគឺថ្លាខ្លាំងមែនតើបូករួមជាមួយនឹងអាកាសធាតុត្រជាក់ហើយជាមួយនឹងខ្យល់ត្រជាក់ដែរអញ្ចឹងធ្វើឲ្យពួកយើងល្ងាខ្លាំងហើយនេះគឺពួកយើងបានញ៉ាំបបរហើយអត់មានអីដាក់បបរទេគឺមានតែកំប៉ុងមីហើយនឹងកំប៉ុងវិយាគឺខ្វះខាតច្រើនហ្នឹងហើយអ្នកគ្នាឥឡូវនេះម៉ោង 7:01 ហើយពួកយើងកំពុងតែរៀបចំដើម្បីត្រឡប់ទៅទីក្រុងភ្នំពេញវិញតាមពិតពួកយើងចង់នៅដល់ល្ងាចដែរក៏ប៉ុន្តែអ្នកគ្នាអាចឃើញហើយគឺដោយសារតែមានភ្លើងឆេះព្រៃគឺដោយសារមានគេដុតអ្នកគ្នាខ្ញុំអត់យល់ថាហេតុអីបានជាគេដុតទេគឺវាប៉ះពាល់ដល់
ពួកខ្ញុំខ្លាំងមែនទែនគឺហុយតាមពិតទៅគេដុតក៏ខ្ញុំមិនមានអីទៅហាមគេដែរប៉ុន្តែអ្នកនរគ្នាដឹងថាហេតុអីបានគេដុតអាចជួយប្រាប់ផងហ្នឹងហើយអ្នកនរគ្នាខែនេះគឺខែក្តៅដល់ពេលដុតទៅវារត់តែក្តៅរត់តែហួតហែងទៀតចឹងណាបាទបន្ទាប់ពីយើងចុះពីលើភ្នំវិញយើងអង្គុយស្បៃឃើញថាម្នាក់អង្គុយអស់កម្លាំងអស់មកយប់មួយថ្ងៃសบายអស់ចិត្តឥឡូវបងគិតរឿងណាទៅវិញបានអីស៊ីហ្នឹងយើងគួរថាទៅដេកព្រៃឬក៏ទៅរកព្រៃរកកន្លែងដេកណែហើយវីដេអូយើងមានប៉ុណ្ណាឯងទេមានអីទៀតទេគឺចប់ហើយចេញពីនឹងទៅគឺយើងទៅផ្ទះរៀងខ្លួនបាយទឹករៀងខ្លួនលុយចាយរៀងខ្លួនបញ្ហារៀងខ្លួនបន្តទៀតអូខេយើងអរគុណអ្នកគ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ខ្ញុំមិនដឹងថាមានពីណាខ្ញុំមិនដឹងថាវីដេអូហ្នឹងបានចេញអត់ទេហើយក៏អត់ដឹងថាមានមនុស្សប្រមាណអ្នកដែលមកទស្សនាវីដេអូហ្នឹងដែលទ្រាំមើលតាំងដើមរហូតដល់ចប់ខ្ញុំអត់ដឹងដែរតែបើថាអត់មានអ្នកមើលខ្ញុំមើលខ្លួនឯងវីដេអូហ្នឹងប្រហែលជាច្រើនដែរប្រហែលជា2នាទីតែមើលជាក់ស្ដែងអូខេចឹងអរគុណច្រើនបាយបាយបិទក្លឹប